ជំរាបសួរនិងសួស្តីអ្នកទស្សនាទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងម៉ូអាណាពាក់មួយសម្រាប់រឿងនេះ admin ក៏មានការសម្រាយនៅភាគ2ផងដែរតែមុននឹងយើងចាប់ផ្ដើមសម្រាយរឿង admin សូមឲ្យអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe និងចុចសញ្ញារូបកណ្ដឹងឲ្យ admin ម្នាក់មួយផងណារឿងរបស់យើងគឺចាប់ផ្ដើមដំបូងអំពីលោកយាយរបស់ម៉ូអាណាដែលចាប់ផ្ដើមនិទានរឿងមួយឲ្យក្មេងៗបានស្ដាប់កាលពីដើមឡើយមានតែដែនសមុទ្រតែប៉ុណ្ណោះតែក្រោយមកទៀតគឺមានកោះមួយបានលេចឡើងគឺដោយព្រះនាងនៃកោះនោះមានឈ្មោះថា Tefiti បេះដូងរបស់នាងគឺមានអំណាចខ្លាំងណាស់វាអាចបង្កើតជីវិតផ្សេងៗបានតែវាក៏មានអ្នកចង់បានបេះដូងរបស់នាងច្រើនផងដែរនៅថ្ងៃមួយមានតួអង្គម្នាក់ឈ្មោះថា Mavi គាត់អាចប្រែក្រឡាជាសត្វបានច្រើនទម្រង់ណាស់ហើយគាត់ចង់បានបេះដូងរបស់ Tefiti ដើម្បីបង្កើតអំណាចរបស់គាត់ Mavi មិនបានគិតច្រើននោះទេគាត់បានយកទំពួររបស់គាត់ទៅគាស់យកបេះដូងរបស់ Tefiti គាត់បានយកបេះដូងនោះបានសម្រេចតែអ្វីដែលកើតឡើងនោះគឺធម្មជាតិនៅទីនោះបានប្រែទៅជាអាក្រក់ Mavi ព្យាយាមរត់ចេញតែគាត់បានជួបជាមួយនឹងបិសាចមួយដែលមានឈ្មោះថាទេកាមិនមកអង្គយូរទេ Mavi ក៏លើកទំពក់វេទមន្តរបស់ខ្លួនរួចប្រយុទ្ធជាមួយនឹងបិសាចនោះ Maui was struck from the sky. តែចាប់តាំងពីពេលនោះមកទំពក់និងបេះដូងរបស់ Tefiti ក៏ធ្លាក់ចុះទៅបាតសមុទ្រអស់រយៈពេល 1000 ឆ្នាំលោកយាយរបស់ម៉ូអាណាបានប្រាប់ថាថ្ងៃមួយកោះរបស់ពួកគេដែលកំពុងរស់នៅក៏អាចនឹងរលាយបាត់ផងដែរដើម្បីជាដំណោះស្រាយនោះយើងត្រូវតែទៅរក Mavi ដើម្បីរកបេះដូងរបស់ Tefiti ត្រឡប់មកវិញ Find Maui, deliver him across the great ocean to restore Tefiti's heart and save us all. នៅពេលនោះដែរឪពុករបស់ម៉ូអាណាបានចូលមកនិយាយហាមបន្លាចដល់ក្មេងៗមិនឲ្យចាកចេញពីកោះនោះទេហើយនេះក៏ជាច្បាប់នៃកោះផងដែរបន្តិចក្រោយមកម៉ូអាណាក៏បានចាកចេញទៅខាងក្រៅហើយនាងក៏បានឃើញអណ្ដើកមួយដែលមិនហ៊ានចូលទៅក្នុងសមុទ្រនោះទេព្រោះខ្លាចបាក់ភ័យចាប់ស៊ីម៉ូអាណាក៏ទៅជួយកូនអណ្ដើកនោះឲ្យត្រឡប់ទៅកាន់សមុទ្រវិញនៅពេលកូនអណ្ដើកនោះបានចូលទៅក្នុងសមុទ្រហើយម៉ូអាណាក៏បានដើររើសសម្បកខ្យងហើយទឹកសមុទ្រក៏បានបើកផ្លូវឲ្យនាងមហាសមុទ្របានចុះហុចបេះដូងរបស់ Tefiti ឲ្យទៅម៉ូអាណាតែពេលនោះឪពុកម្ដាយរបស់ម៉ូអាណាក៏បានមកដល់មហាសមុទ្រក៏បានយកម៉ូអាណាទៅច្រាំងវិញនៅពេលដែលធ្វើឲ្យបេះដូងរបស់ Tefiti បានជ្រុះហើយឪពុកម្ដាយរបស់ម៉ូអាណាក៏នាំនាងត្រឡប់ចូលទៅក្នុងភូមិវិញនៅក្នុងភូមិនេះដែរគឺមានភាពសប្បាយរីករាយអ្នកភូមិទាំងអស់គឺសហការគ្នាចេះជួយគ្នានិងរស់នៅដោយក្តីសុខសាន្តម៉ូអាណាត្រូវបានឪពុករបស់នាងចង់ឲ្យនាងក្លាយជាមេដឹកនាំភូមិនេះបន្ទាប់ពីគាត់នៅពេលដែលម៉ូអាណាធំឡើងតែទោះជាយ៉ាងណាក៏ដោយឪពុករបស់ម៉ូអាណាតែងតែហាមនាងមិនឲ្យទៅលេងនៅសមុទ្រខាងក្រៅនោះទេប៉ុន្តែលោកយាយរបស់ម៉ូអាណាតែងតែទៅរាំនៅមាត់សមុទ្រហាក់ដូចជាចង់បង្ហាញអ្វីមួយទៅកាន់ម៉ូអាណាពេលខ្លះនាងក៏ទៅរាំជាមួយនឹងលោកយាយនាងផងដែរពេលមួយឪពុករបស់ម៉ូអាណាក៏នាំនាងទៅកាន់លើភ្នំដើម្បីឲ្យនាងឃើញថ្មមួយដែលដាក់បន្តគ្នានៃអ្នកដឹកនាំគ្រប់ជំនាន់នៅក្នុងភូមិរបស់ម៉ូអាណានៅតែបន្តភាពរីករាយDone yet? Ow, 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 ow. So close. ហើយម៉ូអាណាតែងតែជួយជួសជុលផ្ទះរបស់អ្នកភូមិដែលខូចផងដែរនាងមានភាពក្លាហាននិងរីករាយជាខ្លាំងម៉ូអាណាភ្លក់សាច់ជ្រូកហើយសរសើរថាសាច់ជ្រូកនោះឆ្ងាញ់ខ្លាំងណាស់កូនជ្រូកដែលជាមិត្តសម្លាញ់របស់ម៉ូអាណាគ្រាន់តែលើហើយក៏ទម្លាក់ទឹកមុខចុះភ្លាមបន្ទាប់មកនាងក៏និយាយបន្លប់រត់ចេញទៅខ្ញុំភ្លេចប្រាប់ថាម៉ូអាណាមានមិត្តសម្លាញ់ជាសត្វចំនួន2ក្បាល
នោះគឺជាហ្វាត់ជ្រូកជូតខ្ជូតរបស់គេហើយនឹងមាន់ដែលមានចរិតចម្លែកមួយក្បាលផងដែរងាកមកមើលមាន់ដែលមានឈ្មោះថាហេហេវិញតែងតែលេបដុំថ្មហើយតែងតែធ្វើអីចម្លែកនៅថ្ងៃមួយអ្នកភូមិទាំងអស់ក៏មានទុក្ខកង្វល់ព្រោះតែផ្លែដូងទាំងអស់ស្រាប់តែខូចខ្មៅហូបមិនកើតម៉ូអាណាថាមកពីដូងទាំងអស់នោះមានជំងឺដូចនេះត្រូវតែដាំនៅកន្លែងថ្មី There. ដែលនៅក្បែរនោះហើយអ្នកភូមិអរគុណនាងរួចក៏នាំគ្នាដើរចេញទៅ Thanks, Moana. តែមិនទាន់រួចផុតពីទុក្ខកង្វល់នេះផងស្រាប់តែមានបុរសម្នាក់រត់មកហើយប្រាប់ពួកគេថាត្រីក៏រកមិនបានដែរម៉ូអាណាថាត្រូវតែរកកន្លែងនេសាទថ្មីតែបុរសនោះបានប្រាប់វិញថាពួកគេបានសាកល្បងហើយតែនៅតែមិនមានត្រីដដែលម៉ូអាណាក៏មានគំនិតមួយគឺចង់ឲ្យអ្នកភូមិទៅរកត្រីក្រៅពីកោះរបស់ខ្លួនតែក៏ត្រូវបានឪពុករបស់នាងខឹងហើយមិនចង់ឲ្យចាកចេញពីទីនេះជាដាច់ខាតម៉ូអាណាពិបាកចិត្តហើយនឹងខឹងពីរឿងនេះណាស់បន្ទាប់មកម្ដាយរបស់នាងក៏បានប្រាប់ពីរឿងដែលឪពុករបស់ម៉ូអាណាតែងតែហាមឃាត់មិនឲ្យចាកចេញពីកោះនេះដោយការពីពេលមួយឪពុករបស់ម៉ូអាណាបានចាកចេញធ្វើដំណើរឆ្ងាយហើយគាត់ក៏បានជួបព្យុះមួយយ៉ាងធំដោយបោកបក់ទូករបស់គាត់តែធ្វើឲ្យមិត្តសម្លាញ់របស់គាត់ធ្លាក់ចូលទៅក្នុងទឹកសមុទ្របាត់ដូចនេះឪពុករបស់ម៉ូអាណាគឺមិនចង់បាត់បង់នាងដូចជាមិត្តភក្តិរបស់គាត់ឡើយដោយម៉ូអាណាដឹងពីហេតុផលពិតនាងក៏មានចិត្តអាណិតឪពុករបស់ខ្លួនហើយនាងក៏បានប្រែកជាងចម្រៀងមួយបទដែលមានន័យថានាងសង្ឃឹមថានឹងក្លាយជាកូនស្រីដ៏ល្អសម្រាប់គ្រួសាររបស់នាងនិងជាពិសេសបំផុតគឺសម្រាប់ឪពុករបស់នាងនៅក្នុងចម្រៀងនេះក៏បានរៀបរាប់ជាច្រើនដោយនាងចង់មានការសម្រេចចិត្តមួយដោយខ្លួនឯងច្រៀងចោះជាងឡើងម៉ូអាណាក៏បានឡើងជិះទូកមួយជាមួយនឹងកូនជ្រូករបស់នាងដោយជិះទៅកាន់ទឹកជ្រៅទៅស្រាប់តែរលកយ៉ាងធំក៏បានបោកបក់ឲ្យនាងហើយនឹងកូនជ្រូកធ្លាក់ពីលើទូកនៅពេលនោះម៉ូអាណាក៏បានជាប់ជើងនៅនឹងផ្កាថ្មតែនាងក៏បានវាយបំបែកផ្កាថ្មនោះបានភ្លាមរួចរំដោះខ្លួនចេញពីទីនោះបានទីបំផុតម៉ូអាណានិងកូនជ្រូកក៏បានរួចខ្លួនចេញត្រឡប់មកច្រាំងវិញដោយសុវត្ថិភាពអំឡុងពេលនោះលោកយាយរបស់ម៉ូអាណាក៏បានឃើញនាងហើយគាត់ក៏បានដើរទៅរកមើលចៅរបស់គាត់ម៉ូអាណាភ័យណាស់ព្រោះខ្លាចលោកយាយប្រាប់រឿងនេះទៅឪពុករបស់គេតែលោកយាយបែរជានិយាយថាគាត់នឹងមិនប្រាប់រឿងទាំងនេះទៅកាន់ឪពុករបស់ម៉ូអាណាឡើយបន្តិចក្រោយមកលោកយាយរបស់ម៉ូអាណាក៏បានចុះទៅរាំជាមួយនឹងក្រុមបបែលហើយគាត់ក៏និយាយថានៅពេលដែលគាត់ស្លាប់ទៅគាត់នឹងត្រឡប់ទៅជាមួយនឹងក្រុមបបែលនេះម៉ូអាណាមានការងឿងឆ្ងល់នឹងលោកយាយរបស់ខ្លួនជាខ្លាំងព្រោះគាត់ហាក់ដូចជាមានអ្វីចង់ប្រាប់ទៅកាន់នាងម៉ូអាណាក៏បានទៅសួរលោកយាយរបស់នាងបន្ទាប់មកទៀតលោកយាយរបស់ម៉ូអាណាក៏បាននាំនាងទៅកន្លែងមួយដោយលោកយាយរបស់ម៉ូអាណាក៏បានឲ្យនាងចូលទៅខាងក្នុងនៅពេលចូលទៅដល់នាងបានឃើញទូកចាស់ដែលបានធ្លាប់ប្រើប្រាស់រួចជាច្រើនតែក៏មានទូកថ្មីមួយអាចប្រើប្រាស់បានផងដែរម៉ូអាណាក៏បានឡើងទៅកន្លែងវាយផ្គរដែលលោកយាយរបស់ខ្លួនបានផ្ដាំមុនពេលចូលមកនៅពេលដែលម៉ូអាណានាងបានវាយផ្គរនោះក៏ស្រាប់តែភ្លើងក៏បានឆេះឡើងហើយនោះក៏បានបង្ហាញអំពីប្រវត្តិរបស់អ្នកភូមិទាំងអស់កាលពីមុនដែលពួកគេតែងតែជិះទូកក្ដោងដើម្បីស្វែងរកកោះថ្មីសម្រាប់រស់នៅផងដែរហើយក្រុមអ្នកភូមិទាំងអស់នោះក៏បានរកឃើញកោះដែលនាងរស់នៅសប្តាហ៍ថ្ងៃម៉ូអាណាបានធ្វើទៅកាន់លោកយាយដោយឆ្ងល់ថាហេតុអ្វីបានជាអ្នកភូមិឈប់ធ្វើដំណើរត្រាច់ចរតទៅទៀតបែបនេះលោកយាយរបស់ម៉ូអាណាក៏បានរៀបរាប់អំពីរឿងមួយដែលមានបិសាចមួយក្បាលចេញមកអុកឡុកអ្នកភូមិបន្ទាប់ពីម៉ាវីបានលួចគប់បេះដូងរបស់តេហ្វីទីហើយទូកទាំងអស់ក៏បានទុកចោលដោយសារតែអ្នកភូមិមិនអាចធ្វើដំណើរបានទេហើយភាពងងឹតគួរឲ្យខ្លាចក៏នឹងខិតជិតមកដល់កោះរបស់ម៉ូអាណាផងដែរលោកយាយរបស់នាងបានប្រាប់ថាម៉ូអាណាគឺជាអ្នកដែលអាចសង្គ្រោះរឿងនេះបានលោកយាយក៏បានហុចត្បូងបៃតងទៅឲ្យម៉ូអាណាហើយទឹកសមុទ្រក៏បានបង្ហាញខ្លួនតែនេះជាសញ្ញាប្រាប់ថាមានតែម៉ូអាណានឹងហើយដែលត្រូវដើររកម៉ាវីហើយយកត្បូងនេះទៅដាក់នៅកន្លែងដើមវិញបន្ទាប់មកម៉ូអាណាក៏បានរត់ទៅប្រាប់ដំណឹងនេះទៅកាន់ឪពុករបស់នាងតែឪពុករបស់ម៉ូអាណាគឺគាត់មិនព្រមជាដាច់ខាតសម្រាប់រឿងនេះទោះបីជាម៉ូអាណាព្យាយាមពន្យល់គាត់យ៉ាងណាក៏ដោយឪពុករបស់ម៉ូអាណាក៏ក្រវែងត្បូងនោះចោល
ម៉ូអាណាក៏ប្រុងនឹងរត់ទៅរើសយកមកវិញក៏ប៉ុន្តែគាត់បានឃើញឈើច្រត់របស់លោកយាយហើយបន្ទាប់មកក៏មានអ្នកភូមិម្នាក់រត់មកប្រាប់ថាលោកយាយរបស់ម៉ូអាណាបានឈឺធ្ងន់ពួកគាត់បានរត់ទៅមើលលោកយាយភ្លាមៗលោកយាយក៏បានផ្ដាល់ផ្ដាំទៅកាន់ម៉ូអាណាថាត្រូវតែទៅរកម៉ាវីនិងធ្វើរឿងនោះឲ្យបានហើយគាត់ក៏បានប្រាប់ថាសាមុតបានជ្រើសរើសម៉ូអាណាហើយឈុតបន្តមកទៀតលោកយាយក៏បានលាម៉ូអាណាទៅហើយនាងក៏បានសម្រេចចិត្តចាកចេញតែឯងដើម្បីទៅរកម៉ាវីម្ដាយរបស់ម៉ូអាណាក៏បានជួយរៀបចំបង្វិចឲ្យនាងផងដែរម៉ូអាណាក៏បានជ្រើសរើសទូកដែលល្អសម្រាប់ការធ្វើដំណើរនេះហើយនាងក៏បានជិះទូកចាកចេញទៅតែម្នាក់ឯងអំឡុងពេលជិះទូកធ្វើដំណើរយើងក៏ឃើញមានព្រលឹងរបស់បបែលបានហែលនាំផ្លូវម៉ូអាណាផងដែរដែលយើងបានដឹងថាវាច្បាស់ជាព្រលឹងរបស់លោកយាយម៉ូអាណាជាមិនខាននាងក៏បានធ្វើដំណើរទៅតាមផ្កាយមួយដែលមានរូបរាងជាសន្ទូចការធ្វើដំណើរនេះវែងឆ្ងាយណាស់រហូតដល់ពេលវេលាព្រឹកពេលនាងកំពុងតែធ្វើដំណើរប្រាប់តែនាងបានឃើញមាន់លេលើរបស់នាងហេហេបានមកជាមួយដែរហេហេបានធ្លាក់ទឹកពីរដងតែម៉ូអាណាបានហក់ចាប់ហេហេត្រឡប់មកវិញមាន់នេះលេលើបន្តិចតែវាគួរឲ្យស្រឡាញ់ម៉ូអាណាក៏បានធ្វើដំណើរបន្តទៅទៀតរហូតដល់ពេលវេលាយប់នាងបានបញ្ជាទូកចុះឡើងប្រាប់តែពេលនោះក៏មានព្យុះមួយយ៉ាងធំបានបក់បោកមកកាន់ទូករបស់នាងម៉ូអាណាហើយនឹងមាន់ហេហេត្រូវបានព្យុះបោកបក់រហូតទៅដល់កោះតូចមួយនាងក្រោកឡើងហើយមានការខឹងទៅកាន់សមុទ្រជាខ្លាំងដែលសមុទ្រមិនបានជួយនាងក្នុងរឿងនេះតែពេលនោះសមុទ្រហាក់ដូចជាចង់ប្រាប់រឿងអ្វីមួយទៅកាន់នាងរហូតដល់ម៉ូអាណាដឹងថាកោះនេះជាកោះដែលម៉ាវីបាននៅនាងក៏បានចាប់មាន់ហេហេរត់ទៅក្បែរទូកហើយនាងក៏ព្យាយាមហាត់មាត់និយាយធ្វើយ៉ាងណាឲ្យមើលទៅរាងកាចបន្តិចដើម្បីនិយាយជាមួយនឹងម៉ាវីបន្តិចក្រោយមកម៉ាវីបានមកដល់ហើយគេក៏លើកទូកនោះឡើងប្រាប់តែភ្ញាក់ព្រឺតពេលឃើញម៉ូអាណាតែសម្រាប់ទៅម៉ូអាណាវិញនាងក៏បានប្រាប់ទៅម៉ាវីនៅពាក្យដែលលោកយាយរបស់គាត់បានផ្ដាំថាខ្ញុំគឺជាម៉ូអាណាហើយនាងក៏បាននិយាយប្រាប់ឲ្យម៉ាវីនាំនាងទៅយកត្បូងដាក់នៅកន្លែងដើមវិញប្រាប់តែម៉ាវីដូចជាមិនខ្វល់អ្វីហើយគាត់តែងតែនិយាយថាគាត់គឺជាវីរបុរសទៅវិញហើយពេលខ្លះម៉ាវីតែងតែនិយាយបន្លំជានិច្ចថានេះថានោះបន្តិចក្រោយមកម៉ាវីបានច្រៀងចម្រៀងចុះឡើងតែគេក៏ប្រាប់តែចាប់ម៉ូអាណាទៅឃុំនៅក្នុងរូងថ្មហើយម៉ាវីបានយកច្រវាទៅជាមួយដើម្បីទៅរកសន្ទូចរបស់គាត់វិញម៉ូអាណានៅក្នុងរូងថ្មនាងបានព្យាយាមរកផ្លូវដើម្បីចេញមកវិញហើយនាងក៏បានរកផ្លូវឃើញឡើងត្រឡប់មកខាងលើនៅពេលដែលម៉ូអាណាព្យាយាមហក់ទៅរកទូកដែលម៉ាវីរៀបនឹងចេញតែពេលដែលហក់ទៅប្រាប់តែខុសទូកនោះទៀតអញ្ចឹងហើយម៉ាវីក៏បានចេញទូកទៅចោលនាងម៉ូអាណាបានព្យាយាមស្រែកហៅម៉ាវីដែរតែគាត់មិនព្រមឈប់ទេម៉ូអាណានាងក៏ព្យាយាមហែទៅតាមរហូតដល់មហាសមុទ្រក៏បានជួយនាងដើម្បីឲ្យនាងឡើងទៅលើទូកបាននៅពេលទៅដល់លើទូកម៉ូអាណាក៏បានបង្ហាញត្បូងនោះទៅកាន់ម៉ាវីប្រាប់តែពេលនោះម៉ាវីបានក្រវែងត្បូងនោះចោលភ្លាមនោះត្បូងនោះក៏បានហោះមកបុកចំមុខម៉ាវីវិញម៉ាវីបានព្យាយាមហក់ចេញពីលើទូកប្រាប់តែមហាសមុទ្របានចាប់គេយកមកកាន់លើទូកវិញហើយម៉ូអាណាក៏បានដឹងថាម៉ាវីក៏ខ្លាចត្បូងមួយនោះព្រោះនោះមិនមែនជាបេះដូងនៃកោះទេវាគឺជាបណ្ដាសាម៉ាវីគាត់មិនធ្វើចង់ទៅទីនោះទេព្រោះគាត់បានបាត់សន្ទូចរបស់គាត់ហើយភ្លាមនោះប្រាប់តែមានព្រួយមួយបានបាញ់ទៅចំទូករបស់ពួកគេនោះគឺជាកាម៉ូរ៉ាក្រុមចៅសមុទ្រតូចក្រុមនេះមានខ្លួនតូចមែនតែតាន់ត្បិតតែគេមានរូបរាងតូចតែក្រុមនេះសមាជិកច្រើនហើយខ្លាំងក្លាណាស់ក្រុមចៅសមុទ្របានបាញ់ខ្សែទៅកាន់ទូករបស់ម៉ូអាណាហើយពួកគេបានសម្រួលខ្លួនចុះមកម៉ាវីប្រាប់ឲ្យម៉ូអាណាបើកទូកចេញទៅតែនាងមិនចេះបើកទូកទេទាញចុះទាញឡើងត្បូងបៃតងក៏បានរៀបនឹងជ្រុះតែមាន់ហេហេក៏បានហក់លេបវាចូលទៅក្នុងពោះបន្ទាប់មកក្រុមចៅសមុទ្រនោះក៏បានចាប់មាន់ហេហេយកទៅម៉ាវីឃើញបែបនេះគេមិនបានខ្វល់នឹងជួយអ្វីនោះដែរតែគាត់បានរៀបចំបើកទូកចាក់ចេញទៅម៉ូអាណាព្យាយាមចង់ជួយមាន់ហេហេនាងក៏បានហក់ទៅលើទូករបស់ក្រុមចៅសមុទ្រគ្រាន់តែឡើងដល់លើទូកក្រុមចៅសមុទ្រភ្លាមនាងបានបើកឆាកវាយជាមួយនឹងពួកនោះដោយប្រើច្រវានៅក្នុងដៃរបស់នាងម៉ូអាណាព្យាយាមរហូតដល់អាចជួយមាន់ហេហេបាននាងក៏ហក់ចេញពីលើទូកទៅកាន់ទូករបស់នាងវិញហើយពួកគេក៏បានចាកចេញពីក្រុមចៅសមុទ្រនោះនៅពេលធ្វើដំណើរទៅតាមមហាសមុទ្រនោះម៉ាវីបានបន្លាចទៅកាន់ម៉ូអាណាថានឹងជួបរឿងប្លែកជាច្រើនទៀតតែម៉ូអាណានៅតែមិនខ្វល់នឹងរឿងទាំងអស់នោះទេនិយាយចុះនិយាយឡើង
មូអាណាបានព្យាយាមលួងឲ្យម៉ាវីជួយដើម្បីយកត្បូងទៅដាក់នៅកន្លែងដើមវិញតែម៉ាវីនៅតែមិនចង់ធ្វើក្នុងរឿងនេះទេនៅទីបំផុតមូអាណាក៏បាននិយាយជាមួយនឹងម៉ាវីបានសម្រេចនាងក៏បានសន្យាថានឹងជួយយកទំពក់សន្ទូចនោះឲ្យម៉ាវីវិញហើយនាងក៏បានសុំចាប់ដៃជាមួយនឹងម៉ាវីតែម៉ាវីបែរជាបោះមូអាណាចូលទៅក្នុងទឹកអញ្ចឹងចុងក្រោយម៉ាវីក៏បានយល់ព្រមម៉ាវីបានបញ្ជាទូកឲ្យទៅមុខហើយមូអាណាក៏សុំឲ្យម៉ាវីជួយបង្រៀននាងបើកទូកផងដែរតែម៉ាវីដូចជាមិនខ្វល់សោះអញ្ចឹងមហាសមុទ្រក៏បានយកព្រួញពឹសទៅចាក់គូតម៉ាវីជួយដោយគ្មានជំរឿម៉ាវីក៏សម្រេចចិត្តបង្រៀនមូអាណាបើកទូកនោះមិនថាយប់មិនថាថ្ងៃមូអាណាបានព្យាយាមហាត់រៀនបើកទូកបានយ៉ាងស្ទាត់ជំនាញមូអាណាបានរៀនបើកទូកធ្វើដំណើរទៅដល់កោះរបស់នាងតែពេលដែលទៅដល់ស្រាប់តែឃើញផ្សែងខ្មៅលេចចេញមកហើយគ្របដណ្ដប់កោះរបស់នាងនិងឪពុកម្ដាយរបស់នាងមូអាណាភ័យយ៉ាងខ្លាំងនាងបានស្រែករហូតដល់ភ្ញាក់ដឹងខ្លួនវិញការពិតគឺជាការយកសុបិនតែប៉ុណ្ណោះមូអាណានិងម៉ាវីបានបន្តធ្វើដំណើររហូតដល់កោះមួយដែលមានសត្វចម្លែកនៅទីនោះសត្វចម្លែកនោះវាចូលចិត្តប្រមូលរបស់របរដាក់លើខ្នងរបស់វាណាស់ហើយម៉ាវីបាននាំមូអាណាមកទីនោះដើម្បីមកយកទំពក់របស់គាត់វិញទើបអាចជួយឲ្យគាត់ប្រែក្រឡាផ្សេងៗបានម៉ាវីក៏បានឡើងលើថ្មដ៏ខ្ពស់នោះហើយគាត់ហាមមិនឲ្យមូអាណាឡើងមកជាមួយនោះទេតែមូអាណានៅតែមិនព្រមស្ដាប់ឡើយមូអាណាក៏បានឡើងទៅតាមម៉ាវីឡើងទៅដល់ទីនោះហើយម៉ាវីក៏បានផ្លុំខ្យល់ដើម្បីបើកមាត់រូងនោះហើយម៉ាវីក៏បានហក់ចូលទៅខាងក្រោមមូអាណាឃើញបែបនេះក៏សម្រេចចិត្តហក់ទៅតាមម៉ាវីដែរនៅពេលចុះមកដល់ខាងក្រោមហើយមូអាណាក៏ធ្លាក់ចុះទៅក្រោមមួយតង់ទៀតម៉ាវីគិតថានាងប្រហែលជាស្លាប់ហើយគាត់ក៏មិនបានខ្វល់ច្រើនតែមូអាណាក៏ត្រូវរុក្ខជាតិចម្លែកនៅទីនោះចាប់នាងបំរុងនឹងស៊ីតែនៅពេលនោះនាងក៏បានរួចខ្លួនជាបន្តបន្ទាប់មកម៉ាវីជាមួយនឹងមូអាណាក៏បានឃើញទំពក់នោះតែម៉ាវីបានប្រាប់មូអាណាថាជួយបន្លំខ្លួនដើម្បីបញ្ឆោតសត្វចម្លែកនោះមូអាណាបានពាក់របស់ពេញខ្លួនហើយនាងក៏ចូលទៅសត្វចម្លែកនោះបានដឹងខ្លួនហើយវាក៏បានចាប់មូអាណាចុះឡើងនៅពេលនោះសត្វចម្លែកនោះវាច្រៀងចម្រៀងយ៉ាងសប្បាយណាស់អញ្ចឹងវាប្រុងនឹងចាប់មូអាណាស៊ីទៅហើយតែក៏ត្រូវបានម៉ាវីហាមឃាត់ម៉ាវីក៏បានប្រើក្រឡាដើម្បីឲ្យខ្លាចទៅជាសត្វសាហាវតែគាត់បែរជាប្រែក្រឡាទៅជាកូនត្រីតូចមួយទៅវិញនោះក៏ព្រោះតែម៉ាវីមិនអាចគ្រប់គ្រងទំពក់របស់ខ្លួននោះបាននៅឡើយអញ្ចឹងហើយសត្វចម្លែកនោះក៏បានចាប់ក្រវែងម៉ាវីចុះឡើងហើយវាក៏ចាប់មូអាណាទៅដាក់ក្នុងគ្រោងឆ្អឹងមួយរាងដូចជាទ្រុងផងដែរនៅពេលដែលសត្វចម្លែកនោះព្យាយាមចាប់ម៉ាវីទៅហើយមូអាណាក៏បានប៉ះវត្ថុមួយយ៉ាងដែលមានពណ៌បៃតងហើយពេលនោះមូអាណាស្រាប់តែនឹកឃើញល្បិចមួយនាងក៏បានយកថ្មបន្លំធ្វើជាត្បូងបៃតងដើម្បីឲ្យសត្វចម្លែកនោះដេញតាមគាត់វិញនៅពេលនោះមូអាណាបានយកត្បូងបៃតងនោះទៅបោះចូលទៅក្នុងចន្លោះមួយដើម្បីឲ្យទឹកបាញ់ចេញមកនាំពួកគេត្រឡប់ទៅខាងក្រៅវិញពេលចេញមកខាងក្រៅមូអាណាបានភ្ញាក់ផ្អើលជាមួយនឹងម៉ាវីយ៉ាងខ្លាំងព្រោះគាត់មានរូបរាងយ៉ាងចម្លែកទៅតាមការប្រែក្រឡាខ្លួនម៉ាវីបានអស់សង្ឃឹមទោះបីជាគាត់ព្យាយាមប្រែក្រឡាយ៉ាងណាក៏មិនបានដូចបំណងឡើយនៅពេលយប់មកដល់ម៉ាវីនៅតែគិតថាខ្លួនមិនអាចយកឈ្នះទេខាបានទេនៅពេលបន្ទាប់មូអាណាចង់ដឹងថាហេតុអ្វីបានជាម៉ាវីមានហ្វាក់នៅលើខ្លួនបែបនេះតែម៉ាវីមិនបានប្រាប់មូអាណាឡើយហើយដោយធ្វើច្រើនពេកម៉ាវីក៏បានបោះមូអាណាចូលទៅក្នុងទឹកបន្ទាប់មកម៉ាវីក៏បានប្រាប់រឿងរ៉ាវរបស់ខ្លួនដែលកាលពីតូចម៉ាវីត្រូវបានឪពុកម្ដាយបោះបង់ចោលទៅក្នុងសមុទ្រនៅពេលដែលព្រះបានរកឃើញគេព្រះក៏បានប្រទានទំពក់ទៅកាន់ម៉ាវីបន្ទាប់មកម៉ាវីតែងតែដើររកកោះដើម្បីឲ្យមនុស្សរស់នៅគេបានបង្កើតភ្លើងដាំដំណាំនិងធ្វើអ្វីផ្សេងទៀតនៅពេលដឹងរឿងនេះហើយទើបមូអាណាបានយល់ថាតាមពិតម៉ាវីលួចត្បូងនោះគឺដើម្បីតែជួយមនុស្សទាំងអស់សោះមូអាណាក៏បានគិតថាព្រះបានជ្រើសរើសម៉ាវីនៅក្នុងហេតុផលណាមួយហើយនៅពេលឮបែបនេះស្នាមហ្វាក់បានអោបម៉ាវីយ៉ាងខ្លាំងបន្ទាប់មកម៉ាវីហាក់ដូចជាមានទឹកចិត្តត្រឡប់ឡើងមកវិញគេបានប្រែក្រឡាទៅជាហ្វាត់ផ្សេងៗទៅតាមអ្វីដែលគេចង់បាននៅថ្ងៃបន្ទាប់ម៉ាវីបានបង្រៀនមូអាណាឲ្យរៀនចេះបើកទូកបន្ថែមទៀតទីបំផុតពួកគេបានបើកទូកទៅដល់កន្លែងទេខាបន្ទាប់មកម៉ាវីបានសុំត្បូងបៃតងនោះដើម្បីយកទៅដាក់នៅកន្លែងដើមវិញនៅពេលដែលម៉ាវីកាន់ត្បូងនោះហើយហោះចាក់ចេញទៅប្រាប់តែទេខាបានចេញមកដូចគ្នាឆាកប្រយុទ្ធរវាងទេខានិងម៉ាវីបានកើតឡើងទេខាបានព្យាយាមវាយទៅលើម៉ាវីឥតឈប់ឈរ
ម៉ាវីក៏ចេះប្រើក្រឡាទៅជាផាត់ផ្សេងៗដើម្បីគេចខ្លួន តែបន្តិចក្រោយមកពួកគេបានដកថយហ្វិនព្រោះទំពួករបស់ម៉ាវីត្រូវបានប្រេះហ្វ្រាំដោយសារតែទេខាវាយត្រូវម៉ូអាណាព្យាយាមជួសជុលទំពួកនោះតែម៉ាវីថាមនុស្សមិនអាចជួសជុលទំពួកនោះបានឡើយព្រោះតែទំពួកនោះគឺជាទំពួករបស់ព្រះដោយអស់សង្ឃឹមម៉ាវីបានទម្លាក់ត្បូងបៃតងនោះទៅឲ្យម៉ូអាណាវិញតែនាងមិនបានខឹងទេហើយនាងបានស្រែកថានាងមកទីនេះដោយសារតែម៉ាវីជាអ្នកលួចត្បូងបៃតងនេះតែម៉ាវីបានតបទៅវិញថាគេមកទីនេះព្រោះតែសមុទ្រប្រាប់ថាម៉ូអាណាគឺជាមនុស្សពិសេសតែការនិយាយគ្នានេះវាដូចជាមិនបានផលអ្វីឡើយម៉ាវីក៏បានប្រែកាឡាជាសត្វហោះចេញទៅបាត់ទៅដែលនេះធ្វើឲ្យម៉ូអាណានាងពិបាកចិត្តជាខ្លាំងនាងបានហៅសមុទ្រហើយបានប្រគល់ត្បូងបៃតងនោះទៅឲ្យសមុទ្រវិញរួចប្រាប់ឲ្យសមុទ្រទៅរកអ្នកណាដែលស័ក្តិសមជាងនាងទៅអំឡុងពេលដែលម៉ូអាណាអង្គុយយំនោះព្រលឹងលោកយាយរបស់ម៉ូអាណាក៏បានមកដល់ដូចគ្នាដែលធ្វើឲ្យម៉ូអាណាមានការភ្ញាក់ផ្អើលនិងរីករាយយ៉ាងខ្លាំងនៅពេលនោះលោកយាយក៏បានប្រាប់ទៅកាន់ម៉ូអាណាថាគាត់មិនបានដាក់សម្ពាធទៅលើម៉ូអាណាទេប្រសិនបើម៉ូអាណាចង់ត្រឡប់ទៅផ្ទះវិញក៏ទៅឬបែបនេះហើយម៉ូអាណាក៏បានចែវទុកបំរុងនឹងត្រឡប់ទៅវិញតែនាងក៏បានបដូរចិត្តដោយនឹកឃើញក្រុមនាវាបានលះបង់ដើម្បីប្រជាជននេះធ្វើឲ្យនាងមានកម្លាំងចិត្តហើយហក់ចុះទៅយកត្បូងបៃតងត្រឡប់មកវិញនឹងបានជួសជុលទូករបស់នាងនៅពេលព្រឹកមកដល់ម៉ូអាណាក៏បានធ្វើដំណើរទៅរកទេខានោះម្ដងទៀតតែនាងបានប្រើល្បិចដោយជិះបង្វែរដានទៅកាន់ទេខានៅពេលដែលជិះទូកខ្សែរ៉ករបស់នាងបានជ្រុះទៅខាងក្រោមតែជាសំណាងល្អមាន់ហេបានចាប់ត្រឡប់មកវិញបានម៉ូអាណាព្យាយាមបើកទូករត់ចេញពីទេខាជិតផុតទៅហើយតែទេខាបានធ្វើឲ្យនាងធ្លាក់ពីលើទូកទេខាប្រុងនឹងចាប់ម៉ូអាណាទៅហើយតែក៏ត្រូវបានម៉ាវីចេញមកដើម្បីជួយនាងទាន់ពេលម៉ាវីបានប្រែកាឡាជាសត្វផ្សេងៗដើម្បីប្រយុទ្ធជាមួយនឹងទេខាទៅតាមស្ថានភាពផ្សេងៗងាកមកម៉ូអាណាវិញនាងបានឡើងទៅដល់លើភ្នំនោះហើយតែនាងរកកន្លែងដាក់ត្បូងមិនឃើញឡើយម៉ូអាណាងាកចុះនាងឡើងក៏ស្រាប់តែឃើញកន្លែងដាក់ត្បូងនោះនៅនឹងខ្លួនរបស់ទេខាដូចនេះនាងក៏បានសម្រេចចិត្តលើកត្បូងនោះឡើងដើម្បីជាសញ្ញាឲ្យទេខាដើរមករកនាងទឹកសមុទ្របានញែកគ្នាជាពីរដើម្បីធ្វើជាផ្លូវសម្រាប់ឲ្យអ្នកទាំងពីរដើរមកជិតគ្នាទេខាដើរទៅដោយកំហឹងប៉ុន្តែម៉ូអាណាបែរជាច្រៀងចម្រៀងមួយដើម្បីដាស់ស្មារតីរបស់ទេខាឲ្យដឹងថាខ្លួនជាអ្នកណានៅពេលនោះទេខាក៏ដឹងខ្លួនហើយក៏បានប្រែជាហ្វ្លូតម៉ូអាណាក៏បានយកត្បូងនោះទៅដាក់នៅកន្លែងដើមវិញប្រាប់តែទេខាត្រឡប់ទៅជាទេហ្វីទីដែលមានរុក្ខជាតិដុះជុំវិញនាងជាច្រើនហើយនាងក៏បានត្រឡប់ទៅកាន់រូបរាងដើមវិញដូច្នោះរុក្ខជាតិទាំងអស់ក៏បានដុះរីកត្រឡប់មកដូចដើមវិញដែរម៉ូអាណាបានសុំទោសទៅកាន់ម៉ាវីព្រោះធ្វើឲ្យទំពួករបស់គេបានបាក់ទៅហើយតែម៉ាវីមិនថាអ្វីទេម៉ាវីក៏បានសុំទោសទៅកាន់ទេហ្វីទីរឿងដែលគេបានយកត្បូងចេញពីនាងផងដែរទេហ្វីទីមិនបានខឹងនឹងម៉ាវីទេហើយនាងថែមទាំងប្រគល់ទំពួកថ្មីឲ្យម៉ាវីទៀតផងទេហ្វីទីបានបង្កើតទូកថ្មីមួយយ៉ាងស្រស់ស្អាតសម្រាប់ពួកគេត្រឡប់ទៅវិញផងដែរមុននឹងនាងប្រែក្លាយទៅជាកោះម៉ាវីនិងម៉ូអាណាបានត្រឡប់ទៅកន្លែងរៀងៗខ្លួនហើយពួកគេក៏បានលាគ្នាម៉ូអាណាក៏ត្រឡប់ទៅកាន់កោះរបស់នាងវិញក្រុមគ្រួសារឪពុកម្ដាយរបស់នាងទាំងអ្នកភូមិរបស់នាងបានរត់មកស្វាគមន៍នាងយ៉ាងខ្លាំងបន្ទាប់ពីអ្វីៗបានត្រឡប់ជាល្អហើយពួកគេបានប្រើទូកជាថ្មីម្ដងទៀតហើយម៉ូអាណាក៏បានយកសម្បកខ្យងទៅដាក់បន្ទប់នៅលើថ្មដែលតំណាងឲ្យអ្នកដឹកនាំពីមុនមកបន្ទាប់មកអ្នកភូមិទាំងអស់ក៏ចាប់ផ្ដើមធ្វើដំណើរផ្សងព្រេងជាមួយគ្នាដោយភាពរីករាយហើយយើងក៏បានឃើញវត្តមានរបស់ម៉ាវីផងដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយនឹង admin រហូតដល់ចប់បើមិនជា admin មានពាក្យខុសឆ្គងកន្លែងណាមួយសូមអ្នកទាំងអស់គ្នាអធិស្ឋានខន្តីអភ័យទោសដល់ admin ផង